សិស្សជាប់បាក់ឌុបមិនទាន់ចង់បំពេញកាតព្វកិច្ចយោធាក្រសួងអនុញ្ញាតឲ្យពន្យាពេល4ឆ្នាំដំណឹងល្អសម្រាប់សិស្សានុសិស្សភេទប្រុសទើបនឹងប្រឡងជាប់បាក់ឌុបថ្នាក់ទី12ដែលជាប់កាតព្វកិច្ចយោធាប៉ុន្តែចង់រៀនមហាវិទ្យាល័យឲ្យចប់សិនពេលនេះក្រសួងអនុញ្ញាតឲ្យពន្យាពេលបានរយៈពេល4ឆ្នាំយោងតាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធារាជរដ្ឋាភិបាលត្រង់ជំពូកទី3លក្ខខណ្ឌនិងបែបបទនៃការពន្យាពេលមាត្រា11បានឲ្យដឹងថាប្រជាពលរដ្ឋជាសិស្សនិស្សិតដែលកំពុងសិក្សាឬជនអន្តោប្រវេសន៍ការងារឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសអាចទទួលបានការអនុញ្ញាតឲ្យពន្យាពេល1ឆ្នាំម្ដងចំនួន4ឆ្នាំដោយឡែករយៈពេលនៃការពន្យាពេលត្រូវបូកបន្ថែមទៅលើអាយុដែលត្រូវបំពេញកាតព្វកិច្ចយោធាជាមួយគ្នាការដាក់ពាក្យសុំពន្យាពេលត្រូវមានការបញ្ជាក់មូលហេតុនិងមានការបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ចចំពោះការសម្រេចអនុញ្ញាតត្រូវមានការសម្រេចផ្លូវការពីគណៈកម្មការជាតិកាតព្វកិច្ចយោធាក្នុងរយៈពេល30ថ្ងៃនៃថ្ងៃធ្វើការក្រោយទទួលពាក្យរបស់សាមីខ្លួនគួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋខ្មែរដែលជាភេទប្រុសមានអាយុចាប់ពី18ឆ្នាំដល់25ឆ្នាំត្រូវចូលរួមបំពេញកាតព្វកិច្ចយោធាក្នុងរយៈពេល24ខែស្មើនឹង2ឆ្នាំ